ជំរាបសួរនាងខ្ញុំវិជ្ជាបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះខ្ញុំសូមនិយាយអំពីការពារជំងឺតម្រងនោមរ៉ាំរ៉ៃតម្រងនោមរបស់យើងគឺវាមានតួនាទីសំខាន់ណាស់ពិតមែនតែវាជាសរីរាង្គតូចប៉ុន្តែវាមានតួនាទីធំទំហំរបស់វាគឺមានទំហំប្រហែលជាមួយម៉ៅកុំព្យូទ័រទេវាមានតួនាទីសម្រាប់ច្រោះឈាមបញ្ចេញកាកសំណល់សារធាតុពុលនិងជាតិទឹកលើសចេញពីរាងកាយលើពីនេះផងដែរវាមានតួនាទីសម្រាប់ជួយគ្រប់គ្រងដល់សម្ពាធឈាមរក្សាតុល្យភាពជាតិទឹកអំបិលនិងសារធាតុរ៉ែផលិតអរម៉ូនហើយនឹងជួយបង្កើតនៅកោសិកាក្រហមហើយនឹងរក្សាឆ្អឹងឲ្យរឹងមាំជំងឺតម្រងនោមរ៉ាំរ៉ៃនឹងបច្ចុប្បន្នកាលនឹងគឺកំពុងคล้ายទៅជាបញ្ហាសុខភាពពិភពលោកនៅទូទាំងប្រទេសដោយសារតែមានសម្បូរជំងឺលើសឈាមហើយនឹងជំងឺទឹកនោមផ្អែមអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺជំងឺពិវត្តយ៉ាងស្ងៀមស្ងាត់ហើយមិនមានរោគសញ្ញាអ្វីទេនៅដំណាក់កាលដំបូងមនុស្សភាគច្រើនទើបតែដឹងខ្លួនថាខ្លួនមានជំងឺនឹងនៅពេលដែលតម្រងនោមនឹងគឺខូចលើសពីពាក់កណ្ដាលទៅហើយដំណឹងល្អគឺការវិវត្តទៅជាជំងឺតម្រងនោមរ៉ាំរ៉ៃនឹងគឺភាគច្រើនគឺយើងអាចការពារនិងពន្យាការវិវត្តបានប្រសិនបើយើងយល់ដឹងពីកត្តាហានិភ័យហើយយើងចាប់ផ្ដើមការពារតាំងពីដំណាក់កាលដំបូងការការពារជំងឺតម្រងនោមរ៉ាំរ៉ៃមាន3កម្រិតទី1គឺ primary prevention គឺការពារកុំឲ្យជំងឺកើតឡើងទី2គឺ secondary prevention គឺយើងរកឃើញជំងឺឲ្យបានឆាប់និងព្យាបាលបានទាន់ពេលវេលាទី3គឺ tertiary prevention គឺសម្រាប់អ្នកជំងឺដែលបានកើតហើយគឺយើងត្រូវធ្វើយ៉ាងណាដើម្បីពន្យាការវិវត្តបន្ថយនៅផលវិបាកនិងរក្សាគុណភាពជីវិតថ្ងៃនេះខ្ញុំផ្ដោតសំខាន់ទៅលើការការពារកម្រិតបឋមគឺ primary prevention ការការពារកម្រិតបឋមគឺជាការការពារមិនឲ្យតម្រងនោមនឹងចាប់ផ្ដើមខូចតាំងពីដំបូងដោយកាត់បន្ថយនៅកត្តាហានិភ័យដែលអាចបំផ្លាញតម្រងនោមចង់ការពារជំងឺមួយគឺយើងត្រូវស្គាល់សត្រូវរបស់វាជាមុនសិនកត្តាហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃទី1គឺជំងឺទឹកនោមផ្អែមជំងឺទឹកនោមផ្អែមគឺជាមូលហេតុនាំមុខមុនគេនៃជំងឺតម្រងនោមរ៉ាំរ៉ៃវាបង្កប្រហែលជា 50% នៃករណីជាតិស្ករខ្ពស់វាធ្វើឲ្យសរសៃឈាមតូចៗនៅក្នុងតម្រងនោមនឹងខូចបន្តិចម្ដងរហូតដល់ពេលមួយគឺវាធ្វើឲ្យតម្រងនោមនឹងគឺបាត់បង់សមត្ថភាពចម្រោះឈាមអ្វីដែលយើងអាចធ្វើបាននោះគឺយើងត្រូវគ្រប់គ្រងជាតិស្ករឲ្យបានល្អធ្វើតាមការណែនាំរបស់គ្រូពេទ្យហើយនឹងត្រួតពិនិត្យជាតិស្ករជាប្រចាំសត្រូវទី2របស់ជំងឺតម្រងនោមរ៉ាំរ៉ៃនោះគឺការលើសសម្ពាធឈាមលើសសម្ពាធឈាមគឺជាមូលហេតុប្រហែលជា 25% នៃជំងឺតម្រងនោមរ៉ាំរ៉ៃសម្ពាធឈាមខ្ពស់វាធ្វើឲ្យសរសៃឈាមនៅក្នុងតម្រងនោមរងសម្ពាធខ្លាំងវាដូចជាយើងកំពុងតែបាញ់ទឹកខ្លាំងនៅក្នុងតម្រងសំណាញ់រាល់ថ្ងៃអញ្ចឹងវាធ្វើឲ្យខូចតម្រងនឹងបន្តបន្ទាប់អ្វីដែលយើងអាចធ្វើបានគឺយើងត្រូវគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អចំពោះអ្នកជំងឺដែលមានបញ្ហា CKD គឺជំងឺតម្រងនោមរ៉ាំរ៉ៃគោលដៅសម្ពាធឈាមគឺបន្ថយនៅ systolic ឲ្យបានតិចជាង12ទី3គឺភាពធាត់គឺវាធ្វើឲ្យបង្កើនជំងឺទឹកនោមផ្អែមវាធ្វើឲ្យបង្កើនសម្ពាធឈាមវាអាចធ្វើឲ្យតម្រងនោមធ្វើការលើសកម្លាំងធម្មតាឬក៏បង្កើនការរលាកនៅក្នុងរាងកាយតាមការសិក្សាគេបានបង្ហាញថាការសម្រកទម្ងន់បន្ថែមត្រឹមតែ 3% តែប៉ុណ្ណោះគឺវាអាចកាត់បន្ថយនៃហានិភ័យនៃ CKD គឺជំងឺតម្រងនោមរ៉ាំរ៉ៃនឹងគឺប្រហែលជា 31% អ្វីដែលយើងអាចធ្វើបាននោះគឺត្រូវរក្សាទម្ងន់ឲ្យបានសមស្របញ៉ាំអាហារដែលមានសុខភាពល្អហើយនឹងហាត់ប្រាណជាប្រចាំទី4គឺការជក់បារីវាធ្វើឲ្យសរសៃឈាមរួមតូចបង្កើនសម្ពាធឈាមបង្កើនការរលាកហើយនឹងបង្កើនល្បឿននៃការខូចតម្រងនោមទី5គឺការហាត់ប្រាណគឺវាជួយគ្រប់គ្រងទម្ងន់គ្រប់គ្រងជាតិស្ករសម្ពាធឈាមហើយក៏វាជួយបន្ថយហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃផងដែរគោលដៅរបស់យើងគឺយើងត្រូវហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចឲ្យបាន150នាទីក្នុងមួយសប្តាហ៍ឬមួយក៏ហាត់សាច់ដុំឲ្យបាន2ដងក្នុងមួយសប្តាហ៍ទី6គឺកុំញ៉ាំប្រៃពេកអំបិលវាធ្វើឲ្យសម្ពាធឈាមកើនឡើងអញ្ចឹងវាធ្វើឲ្យបង្កើននៅបន្ទុកនៅលើតម្រងនោមកាន់តែខ្លាំង
អង្គការសុខភាពពិភពលោក WHO គឺណែនាំឲ្យទទួលទានអំបិលតិចជាង5ក្រាមក្នុងមួយថ្ងៃគឺបើយើងគិតទៅគឺប្រហែលជាមួយស្លាបព្រាកាហ្វេតែប៉ុណ្ណោះជៀសវាងថ្នាំឬមួយក៏សារធាតុដែលប៉ះពាល់ដល់តម្រងនោមនៅប្រទេសកម្ពុជាយើងប្រជាជនខ្លះគឺគាត់ប្រើថ្នាំដោយខ្លួនឯងជាពិសេសគឺថ្នាំបាត់ឈឺចាប់ដូចជាថ្នាំ Ibuprofen ថ្នាំ Diclofenac ថ្នាំបុរាណឬក៏ថ្នាំមិនស្គាល់ប្រភពផ្សេងទៀតអាហារអំប៉នដែលមិនស្គាល់ប្រភពអ្នកដែលប្រើអាសុតរុក្ខជាតិប្រើនៅក្នុងកម្រិតខ្ពស់មិនមានការត្រួតពិនិត្យត្រឹមត្រូវចឹងការប្រើថ្នាំទាំងនេះយូរទៅគឺវាអាចធ្វើឲ្យប៉ះពាល់ទៅដល់តម្រងនោមចឹងយើងត្រូវជៀសវាងការប្រើថ្នាំទាំងនេះដោយមានការណែនាំពីគ្រូពេទ្យកត្តាចុងក្រោយដើម្បីកាត់បន្ថយនៅការខូចតម្រងនោមរ៉ាំរ៉ៃគឺយើងត្រូវជៀសវាងនៅការខូចតម្រងនោមស្រួយស្រាលអ្នកខ្លះមិនដឹងថាការដែលខូចតម្រងនោមរ៉ាំរ៉ៃនឹងជាច្រើនគឺវាចាប់ផ្ដើមពីការខូចតម្រងនោមស្រួយស្រាលទេការខូចតម្រងនោមស្រួយស្រាលវាអាចកើតឡើងដោយសារតែខ្សោះជាតិទឹកធ្ងន់ឆ្លងមេរោគធ្ងន់បាត់បង់ឈាមច្រើនប្រើថ្នាំដែលប៉ះពាល់តម្រងនោមបើសិនជាការខូចតម្រងនោមស្រួយស្រាលមិនជាសះស្បើយពេញលេញគឺវាអាចវិវត្តទៅជាខូចតម្រងនោមរ៉ាំរ៉ៃចឹងអ្វីដែលយើងគួរធ្វើគឺយើងត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់តាមតម្រូវការតម្រងនោមព្យាបាលជំងឺធ្ងន់ឲ្យទាន់ពេលវេលាកុំប្រើថ្នាំដែលអាចប៉ះពាល់តម្រងនោមដោយខ្លួនឯង